ទូព្រមគុំខ្ញុំប្រកាសណាខ្ញុំប្រងសូមនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរដ្ឋជាអគ្គរដ្ឋនៈដ៏កម្ពូលលើលោកដោយសេចក្តីគោរពដ៏ពងខ្ពស់ក្រៃលែងជាទីបំផុតនិងសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមសម្ដែងកិច្ចគិរវៈចំពោះបណ្ដាកវីបណ្ឌិតពុទ្ធិយាសីលវ័នសីលវតីបាសកបាសិកាពុទ្ធបរិស័ទសប្បុរសស្រីប្រុសទាំងអស់ដោយសេចក្តីគោរពរាប់អានដោយជ្រាលជ្រៅថ្ងៃនេះស្ថិតនៅក្នុងមង្គលវេលាដ៏ថ្លៃថ្លាមួយដែលទូព្រមគុំខ្ញុំកណាព្រះអង្គបង្អោនលើកយកនៅអត្ថបទមួយទុកជាបទពិចារណាសិក្សាដើម្បីអភិរម្យរក្សាចិត្តនេះផងដែរហើយក៏ដើម្បីតម្កល់ចិត្តឲ្យបានល្អក្នុងតេខណយបុគ្គលដ៏ប្រសើរយ៉ាងណាទៀតដែលយើងត្រូវតែសិក្សាស្វែងយល់ដើម្បីដល់នៅប្រយោជន៍ដល់នៅសេចក្តីសុខដល់នៅសេចក្តីចម្រើនក្នុងការប្រព្រឹត្តបដិបត្តិរបស់យើងទាំងអស់គ្នាទៀតដោយអត្ថបទថ្ងៃនេះជាប់តាក់ទងជាមួយនឹងរឿងភិក្ខុតាក់ទងនឹងភិក្ខុដែលគួរដល់អភិវឌ្ឍនកម្មគួរដល់អញ្ជលិកម្មគួរដល់កិច្ចបូជាធ្វើនៅសក្ការៈឬទំនុកបំរុងដោយបច្ច័យ4ទេនឹងត្រូវមានលក្ខណៈអង្គប្រកប5ប្រការដែលព្រះដ៏មានជោគមានសេរីត្រង់នេះទៅព្រះអង្គទ្រង់សម្ដែងទី1គឺភិក្ខុដែលបានជួបជាមួយនឹងរូបហើយតែទោះបីរូបនោះឯងជារូបដែលគួរឲ្យជាប់ជំពាក់ចិត្តក៏ដោយពុំបានធ្វើចិត្តនេះឲ្យជាប់ជំពាក់នឹងរូបនេះទេរមែងតម្កល់ចិត្តនៅដោយល្អបានអាចរក្សាចិត្តតម្កល់ចិត្តឲ្យល្អបានទៀតអានឹងគឺជាចំណុចសំខាន់ទី1បាទលក្ខណៈទី2គឺភិក្ខុដែលបានជួបជាមួយនឹងសម្លេងហើយទោះសម្លេងនោះអាចធ្វើឲ្យមានការជាប់ជំពាក់ចិត្តក៏ដោយក៏ប៉ុន្តែពុំបានជាប់ជំពាក់ចិត្តជាមួយនឹងសម្លេងដែលបានឮនេះទេរមែងរក្សានឹងតម្កល់ចិត្តបានល្អស្ថិតនៅដោយប្រពៃបាននេះគឺជាលក្ខណៈទី2ហើយទី3គឺភិក្ខុដែលបានធំក្លិនហើយក្លិននោះឯងទោះជាក្លិនដែលនាំឲ្យមានការជាប់ជំពាក់យ៉ាងណាក៏ដោយក៏ប៉ុន្តែមិនបានជាប់ជំពាក់នឹងក្លិននោះទេរមែងរក្សានឹងតម្កល់ចិត្តបានយ៉ាងល្អនៅដោយល្អដោយប្រពៃនឹងជាលក្ខណៈទី3ហើយទី4គឺភិក្ខុដែលបានជួបជាមួយនឹងបាទរសកាលដែលជួបជាមួយនឹងរសហើយរសជាតិហើយក៏ពុំបានជាប់ជំពាក់នឹងរសជាតិដែលគួរដល់ការជាប់ជំពាក់នោះទេរមែងរក្សាចិត្តរក្សាខ្លួនបានដោយប្រពៃបានដោយល្អបាទនេះគឺជាលក្ខណៈទី4និងទី5គឺភិក្ខុដែលបានជួបជាមួយនឹងផោតថពៈអញ្ចឹងកាលដែលជួបជាមួយផោតថពៈគួរជាទីជាប់ជាទីប្រាថ្នាក៏ពុំបានធ្វើចិត្តនេះឲ្យជាប់ជំពាក់ពុំបានធ្វើចិត្តនេះឲ្យស្ថិតនៅឯអង្គរារងនៅក្នុងផោតថពៈដែលបានជួបនោះទេដែលបានប៉ះពាល់នោះទេរមែងរក្សាចិត្តតម្កល់ចិត្តយ៉ាងល្អប្រពៃបានភិក្ខុណាមានអង្គប្រកបនឹងលក្ខណៈសម្បត្តិដ៏ប្រសើរ5ប្រការបែបនេះអង្គព្រះឈ្នះមារទ្រង់ជានរាសភៈជានរសារថីនៃមនុស្សទេវតាឥន្ទព្រំទាំងឡាយព្រះអង្គទ្រង់ត្រាស់សម្ដែងថាជាភិក្ខុដែលគួរដល់អភិវឌ្ឍនកម្មអញ្ជលីកម្មឬកិច្ចបូជាទាំងឡាយព្រមទាំងកិច្ចទំនុកបំរុងដោយបច្ច័យទាំងឡាយ4បានដែលបុគ្គលណាបានបដិបត្តិបូជាទំនុកបំរុងហើយរមែងដល់នៅប្រយោជន៍ដល់នៅសេចក្តីសុខដល់នៅសេចក្តីចម្រើនដ៏ទូលំទូលាយនៅក្នុងដំណើរជីវិតរហូតចេញចាស់អំពីវាលវដ្តសង្សារជាទុកបានណាសូមអនុមោទនា